ជំរាបសួរបងលើកនេះនាងខ្ញុំសូមបង្ហាញជូនពីរបៀបធ្វើ macaroni and cheese ដែលជាម្ហូបដែលពេញនិយមនៅសហរដ្ឋអាមេរិកចាហើយកូននាងខ្ញុំក៏ចូលចិត្តញ៉ាំមុខម្ហូបនេះដែរហើយវិធីធ្វើក៏រៀងសាមញ្ញផងដែរគ្រឿងផ្សំលម្អិតនាងខ្ញុំសូមភ្ជាប់ជូនជាមួយនឹងវីដេអូនៅខាងមុខនេះផងដែរហើយឥឡូវយើងចូលទៅដល់វិធីចម្អិនតែម្ដងចាជាដំបូងគឺយើងចាប់ផ្ដើមស្ងោរសរសៃ pasta ទៅតាមការណែនាំរបស់កញ្ចប់ pasta ហើយយើងអាចជ្រើសសរសៃ pasta ទៅតាមចំណង់ចំណូលចិត្តដែលយើងចង់ស្ងោរហើយលើកនេះគឺនាងខ្ញុំស្ងោរសរសៃ pasta រាងជាសម្បកខ្យងចាបន្ទាប់មកគឺយើងចាប់ផ្ដើមកម្ដៅឆ្នាំងហើយរំលាយប៊ឺសាបហើយបន្ទាប់ពីប៊ឺរលាយហើយគឺយើងចាប់ផ្ដើមចាក់ម្សៅ all purpose flour ចូលដើម្បីលីងម្សៅនេះឲ្យលាយសព្វជាមួយនឹងប៊ឺបន្ទាប់ពីយើងលីងម្សៅ all purpose flour ជាមួយនឹងប៊ឺសព្វហើយគឺយើងចាប់ផ្ដើមចាក់ទឹកដោះគោស្រស់ចូលម្ដងបន្តិចគឺយើងចាក់ចូលបន្តិចយើងកូរឲ្យសព្វបន្ទាប់មកបានយើងចាក់បន្តិចទៀតហើយយើងកូរឲ្យសព្វធ្វើបែបនេះគឺដើម្បីកុំឲ្យទឹកស្រូបដែលយើងយកទៅលាយជាមួយនឹងម្សៅ pasta ឡើងកកម្សៅដុំយើងក៏អាចកម្ដៅទឹកដោះគោស្រស់ឲ្យឡើងក្តៅអ៊ុនៗសិនចាំចាក់មកលាយនឹងម្សៅដែលយើងកូរជាមួយប៊ឺនេះក៏បានដែរដើម្បីការពារកុំឲ្យឡើងកំណកម្សៅបន្ទាប់ពីយើងលាយទឹកដោះគោចូលជាមួយនឹងម្សៅ all purpose flour ជាមួយនឹងប៊ឺសព្វហើយយើងដាក់អំបិលចូលហើយបន្ទាប់មកគឺយើងដាក់ជីចូលកូរឲ្យជីរលាយបន្ទាប់ពីជីរលាយជាមួយនឹងទឹកដោះគោឡើងម៉ត់ល្អហើយសព្វល្អហើយយើងចាប់ផ្ដើមចាក់សរសៃ pasta ចូលរួចកូរឲ្យសព្វយើងចាប់ផ្ដើមកូរសរសៃ pasta ជាមួយនឹងល្បាយទឹកដោះគោឲ្យសព្វចូលគ្នាបន្ទាប់មកយើងបើកភ្លើងតិចទុកឲ្យពុះឡើងវិញបន្តិចទើបយើងលើកចុះពីភ្លើងបន្ទាប់ពីលើកចុះពីលើភ្លើងរៀងបាត់ក្តៅបន្តិចហើយយើងអាចដួសដាក់ចានដើម្បីសម្រាប់គ្រួសារទាំងមូលទទួលទានបានហើយចាយ៉ាងណាដែរបងមុខម្ហូបនេះគឺរៀងសាមញ្ញតែក្មេងៗចូលចិត្តញ៉ាំកុំភ្លេចធ្វើសាកណាបងសូមអរគុណ